បើសិនអត់មានបានយើងពិបាកដែរព្រោះទៅទីពេទ្យធំសេវាវាថ្លៃដែរគ្រូសម្រាប់យើងអ្នកអត់វាច្រើនដែរ20-30 ម៉ឺនអីចឹងអ្នកស្រីដែនចន្ទធឿនអាយុ21ឆ្នាំរស់នៅឃុំពោស្រុកត្បែងមានជ័យខេត្តព្រះវិហារនិងជាអ្នកទទួលបានសមត្ថភាពមួយរូបបានជួបប្រទះបញ្ហាជាច្រើនកំឡុងពេលមានផ្ទៃពោះពេលសម្រាលកូននិងការចំណាយប្រចាំថ្ងៃពេលដែលមានបានសមត្ថភាពនេះសម្រួលដល់ខ្ញុំច្រើនហើយពេលសម្រាលហើយយើងទទួលបានប្រាក់ឧបត្ថម្ភពីលើទៀតរាល់ពេលទៅពិនិត្យអូនក៏ទទួលបានប្រាក់ឧបត្ថម្ភអញ្ចឹងទៅខ្ញុំជួយសម្រាលបន្ទុកខ្ញុំច្រើនធ្លាប់ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយនៅទីរួមខេត្តព្រះវិហារពេលអ្នកស្រីមានផ្ទៃពោះដោយសារកន្លែងធ្វើការនៅឆ្ងាយពីផ្ទះបានធ្វើឲ្យមានភាពលំបាកក្នុងការធ្វើដំណើរទើបអ្នកស្រីបានសម្រេចចិត្តលាឈប់ពីការងារស្វាមីរបស់អ្នកស្រីជាកសិករធ្វើស្រែចម្ការនិងឆ្លៀតស៊ីឈ្នួលធ្វើតុកទូដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារបន្ថែមអ្នកស្រីរួចបារម្ភខ្លាំងលើមុខរបររបស់ស្វាមីព្រោះគាត់រកចំណូលតែម្នាក់ឯងហើយការចំណាយមានការកើនឡើងជាប្រចាំចាតទៅពេលមានអ្នកភូមិអញ្ចឹងគេឲ្យយើងធ្វើដូចជាក្រែដូចជាតុកទូអីអញ្ចឹងបានយើងមានការងារធ្វើបើសិនអត់មានទៅបើយើងធ្វើស្រែដល់ខែស្រែយើងធ្វើស្រែអញ្ចឹងណាគ្រូតែដោយសារខែនេះស្រូវវាថោកផងទៅវាអត់ចំណេញវាខាតវិញបានសមត្ថភាពបានជួយសម្រួលបន្ទុកជាច្រើនទៅដល់គ្រួសារដូចជាពិនិត្យផ្ទៃពោះនិងចាក់វ៉ាក់សាំងដោយមិនតម្រូវឲ្យមានការបង់សេវាឬការចំណាយថ្លៃថ្នាំអ្វីឡើយបន្ថែមលើពីនោះទៅទៀតអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលទៅពិនិត្យផ្ទៃពោះម្ដងនិងកំឡុងពេលសម្រាលកូនដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឲ្យកាន់តែប្រសើរឆ្លើយតបទៅនឹងតម្រូវការបន្ស៊ីនៃយុទ្ធសាស្ត្រគោលនយោបាយសកម្មភាពគាំពារសង្គមទប់ស្កាត់ភាពក្រីក្រភាពងាយរងគ្រោះនិងវិសមភាពរបស់ប្រជាពលរដ្ឋរួមទាំងរួមចំណែកដល់ការអភិវឌ្ឍនិងការគាំពារធនធានមនុស្សឲ្យកាន់តែរឹងមាំទូលំទូលាយនិងជំរុញកំណើនសេដ្ឋកិច្ចជាតិអង្គការគណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជាកសកបានអនុវត្តគម្រោង Civil Society Calls for Universal Social Protection Floors USPF ក្រោមកិច្ចសហប្រតិបត្តិការនិងគាំទ្រហិរញ្ញប្បទានដោយអង្គការ Global Call to Action Against Poverty GCAP អង្គការកសកបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមយុវជនស្ម័គ្រចិត្តស្រុកត្បែងមានជ័យខេត្តព្រះវិហារដើម្បីផ្តល់វគ្គបណ្តុះបណ្តាលនិងធ្វើការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមចុះឈ្មោះគ្រួសារក្រីក្រនិងគ្រួសារដែលងាយរងហានិភ័យចូលទៅក្នុងប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រគម្រោងនេះមានគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនិងជនជាតិដើមភាគតិចឲ្យយល់អំពីអត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គមនិងរបបសន្តិសុខសង្គមឲ្យកាន់តែល្អប្រសើរជាងមុនពេលមានការអន្តរាគមន៍របស់អង្គការកសកពលរដ្ឋក្នុងសហគមន៍មិនទាន់បានយល់ដឹងនិងទទួលព័ត៌មានស្ដីអំពីកិច្ចគាំពារសង្គមរបបសន្តិសុខសង្គមនិងរបៀបចុះឈ្មោះក្នុងប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្របានទូលំទូលាយនោះទេទោះបីជាប្រជាពលរដ្ឋមួយចំនួនបានទទួលបានសមត្ថភាពហើយក្តីអង្គការកសកបានផ្តល់វគ្គបណ្តុះបណ្តាលដល់សហគមន៍និងយុវជនប្រមាណ200នាក់និងបានចុះផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមនិងរបបសន្តិសុខសង្គមទៅដល់ប្រជាពលរដ្ឋប្រមាណ600គ្រួសារនិងចុះឈ្មោះគ្រួសារក្រីក្រនិងងាយរងគ្រោះបានចំនួន51គ្រួសារចូលទៅក្នុងប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ